សួស្តីបងប្អូនទាំងអស់គ្នាមួយថ្ងៃនឹងបាត់មុខខ្ញុំអីមែនទេខ្ញុំឲ្យកូនខ្ញុំចេញឥឡូវថ្ងៃនេះអត់ឃើញកូនទេឃើញតែម៉ែរសាយថ្ងៃនេះគាត់រវល់ហើយបងប្អូនកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយហ្នឹងណាមកថ្ងៃនេះមកមើលខ្ញុំបានអីកណ្ដឹងបងប្អូនថ្ងៃនេះបានបុកល្ហុងទៀតឯណាដោយសារអីចូលចិត្តបុកល្ហុងហើយថ្ងៃនេះគ្រឿងបុកល្ហុងខ្ញុំមានតែ2មុខទេមានបង្គាហើយនឹងមកបងប្អូនមកមើលខ្ញុំធ្វើទាំងអស់គ្នាបងប្អូនថ្ងៃនេះទិញបង្គាបានធំណាឥឡូវយើងសម្អាតបង្គាសិនថ្ងៃនេះខ្ញុំយកក្បាលវាបងប្អូនដោយសារឲ្យវាធំនេះបងប្អូនបង្គាយើងសម្អាតវាអញ្ចឹងមកហើយយកអាចវាចេញនេះបងប្អូនបង្គាយើងបានសម្អាតវាស្អាតអស់ហើយឥឡូវតោះយើងទៅលាងវាទាំងអស់គ្នាបងប្អូនមកហាន់តកួនទាំងអស់គ្នាតកួនខ្ញុំថ្ងៃនេះខ្ញុំស្រុះវាបងប្អូនមកបងប្អូនឥឡូវទឹកខ្ញុំពុះហើយចាប់ផ្ដើមមកស្រុះមកហើយនឹងក្បាលបង្គាទាំងអស់គ្នាបងប្អូននេះបងប្អូនដាក់ម្សៅរ៉ូឌីចូលបន្តិចណាដើម្បីឲ្យវាមានជាតិឆ្ងាញ់មកបងប្អូនមកយើងបានឆ្អិនហើយឥឡូវយើងស្រង់វាចេញមកបងប្អូនមកយើងហើយនឹងក្បាលបង្គាបានស្រស់ឆ្អិនហើយនេះតោះតើមើលយើងបុកល្ហុងទាំងអស់គ្នាតើបងប្អូនមកឈូសល្ហុងទាំងអស់គ្នាមកបងប្អូនឥឡូវចាប់ផ្ដើមបុកទាំងអស់គ្នាម្ទេសនិងខ្ទឹមមកបងប្អូនឥឡូវយើងចាប់ផ្ដើមដាក់ស្ករដើម្បីអីកុំឲ្យបុកម្ទេសទៅវាខ្ទាតណាបងប្អូនថ្ងៃនេះខ្ញុំប្រើស្ករស2ស្លាបបងប្អូនពីចេង1ស្លាបចាប់ផ្ដើមបុកវាមកបងប្អូនឃើញហើយវាម៉ត់ល្អចាប់ផ្ដើមដាក់បន្លែចូលបងប្អូនថប់ពេញប៉ោះស្រូវគួរតកួនលុំវាមកបងប្អូនមកបងប្អូនគ្រឿងយើងលុំឲ្យអស់ហើយឥឡូវចាប់ផ្ដើមដាក់ទឹកប្រហុកចូលទឹកប្រហុកខ្ញុំប្រើ3វែកបងប្អូនដាក់ក្រូចឆ្មាបងប្អូនយើងចាក់បង្គាចូលយើងលុំវាមកបងប្អូនកូរវាសពនេះអូយតំណងដល់ហើយទេនេះបងប្អូនចាប់ផ្ដើមដាក់ល្ហុងហើយនឹងការ៉ុតចូលមកបងប្អូនបុកល្ហុងបង្គាឆៅយើងហើយអីតោះទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នា